នេះសម្ភារៈសិក្សាបូករួមជាមួយនឹងបច្ច័យពីមូលនិធិបញ្ញាសកលខ្ញុំណាអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណព្រះអង្គដែលជួយបានពរញោមកណាថ្ងៃនេះស្វាភាពនិមន្តមកពីមូលនិធិបញ្ញាសកលហើយថ្ងៃនេះក៏និមន្តមកដើម្បីធ្វើកម្មវិធីគឺផ្ដល់សម្ភារៈសិក្សាក៏ដូចជាផ្ដល់នៅកង់ដល់បងប្អូនដែលមានជីវភាពខ្វះខាតហើយនៅក្នុងចំនួនព្រឹកនេះគឺអាត្មាត្រូវបកគលឲ្យសិស្សចំនួន10គ្រឿងក៏ប៉ុន្តែបានតែ8នាក់ទេណាសរុបទាំងអស់ទៅវា20នាក់ប៉ុន្តែអាត្មារើសបាន18នាក់អញ្ចឹងនៅសល់កង់2សល់2ហើយថ្ងៃនេះអាត្មានិមន្តមកបានលើកដំណឹងថាបងអូនស្រីឈ្មោះស្រីរ៉ែនខ្ញុំបងស្រីរ៉ែនដែលគាត់មានជីវភាពខ្វះខាតហើយអញ្ចឹងចំពោះបងអូនស្រីរ៉ែនមានអាយុប្រហែលហើយ14ឆ្នាំហើយ14ឆ្នាំរៀនថ្នាក់ទីប្រហែលថ្នាក់ទី7កណារៀននៅបល័យហើយចុះមកជួបវាយធ្វើដំណើរទៅសាលាមិនទេជាមួយលេខាយាយមើលជាមួយគេចាជាមួយគេហើយចុះសម្ភារៈសិក្សាអីមិនដែរគ្រប់គ្រាន់ទេមិនទៅគ្រប់គ្រាន់ប្រហែលខ្វះខាតដែរកណាហើយចុះសម្រាប់ជីវភាពគ្រួសារវិញតើបានណាជាអ្នកផ្គត់ផ្គង់អត់មានផងមានតែខ្ញុំស្រីតែឯងឪទៅមកបើអញ្ចឹងអត់អីទេដោយសារតែអាត្មាគ្រាន់តែចង់ដឹងខ្លះតែប៉ុណ្្នឹងឯងប៉ុន្តែថ្ងៃនេះมันបានត្រៀមទុកមុនហើយក៏អត់មានបានឆ្លងកាត់ការសម្ភាសដូចក្មេងគេដែរពីព្រោះក្មេងមុនអាត្មាសម្ភាសហើយបានអាត្មាបកគលឲ្យក្រោយប៉ុន្តែបងស្រីដោយមានជីវភាពខ្វះខាតពិតប្រាកដដូច្នេះអាត្មាក៏នឹងផ្ដល់សម្ភារៈសិក្សាមានប៊ិចជាដើមប៊ិចសភៅហើយនឹងកង់ដើម្បីបកគលជូនដល់បងស្រីកណាជីវភាពខ្វះខាតព្រោះឥឡូវនេះគឺជាសម្ភារៈដែលអង្គខ្ញុំគណៈសមាភិបនឹងត្រូវបកគលជូនដល់បងស្រីហើយណាក្រុមសមុទ្រនឹងក្នុងថងយាមយកម្លេះនេះអូនឆាត់នេះអូនរៀនទី7គេត្រូវប្រើក្តារអត់ទេឲ្យបងអូនអីត្រូវប្រើអត់ទូចតង់បន្ទូចអនឡាញចេញមុនចាគិតសួររៀនបានចំណត់ថាលេខប្រហែលដែរ11ឥឡូវនេះសម្ភារៈសិក្សាបូករួមជាមួយនឹងបច្ច័យពីមូលនិធិបញ្ញាសកលខ្ញុំណាអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណព្រះអង្គដែលជួយអូនក៏អញ្ចឹងស្មាមានតែប៉ុណ្្នេះដែរទេហើយស្មាភាពជួសមកឲ្យញោមស្រីនិងបងស្រីក៏សូមធ្វើការថ្លែងអំណរគុណដល់គ្រូសត្វធម្មនីសុំបញ្ញាក៏ដូចជាញាតិញោមដែលជាម្ចាស់សទ្ធាទាំងអស់ដែលបានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនដើម្បីអង្គខ្ញុំគណៈស្មាភាពចាត់ចែងទិញនៅសម្ភារៈផ្គត់ផ្គង់ដល់បងប្អូនដែលសិក្សារៀនសូត្រហើយមានជីវភាពខ្វះខាតដូច្នេះអង្គខ្ញុំគណៈស្មាភាពក៏មានអ្វីជាបរិការៈតបស្នងឆ្លងនៅសភាដែរគឺមានតពាក្យបួងសួងទៅដល់ពពួកទេវតាទាំងឡាយនៅក្នុងចក្រវាឡយើងនេះសូមជួយបីបាច់ថែរក្សាដល់ព្រះអង្គគ្រូក៏ដូចជាញាតិញោមដែលជាម្ចាស់សទ្ធាទាំងអស់សូមបានសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានកើតការវាគុំតិចតិចសុខដុមរមនាមូមិត្តបងប្អូនកូនចៅដាក់ចុះដល់ខ្លាំងជួបទៅនឹងពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយសមនមោទនីសាធុសូមអរគុណគណៈជាបឋមខ្ញុំគណៈអាត្មាភាពសូមក្រាបថ្វាយបង្គំចំពោះប្រជុំមេនិងបត្រៃសារណៈទាំង3ដោយសេចក្តីគោរពជ្រះថ្លាសូមក្រាបថ្វាយបង្គំចំពោះព្រះមហាថេរៈគ្រប់ព្រះអង្គទៅនៅក្នុងនិងក្រៅប្រទេសហើយក៏សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទពីគ្រប់ទិសទីទាំងអស់នៅក្នុងថ្ងៃនេះដែរអង្គខ្ញុំគណៈអាត្មាភាពធ្វើវីដេអូនេះឡើងដើម្បីធ្វើការថ្លែងអំណរអគុណដល់ញាតិញោមដែលជាម្ចាស់សទ្ធាទាំងអស់ដែលបានឧបត្ថម្ភគ្រប់គ្រងដល់មូលនិធិបញ្ញាសកលតាមរយៈព្រះគ្រូសត្វធម្មនីសុំបញ្ញាដើម្បីជាវនៅសម្ភារៈសិក្សាក៏ដូចជាដើម្បីជាវនៅកង់សម្រាប់ចែកជូនដល់បងប្អូនដែលជាសិស្សានុសិស្សដែលកំពុងតែសិក្សារៀនសូត្រហើយមានជីវភាពខ្វះខាតដូច្នេះបងប្អូនដែលជាសិស្សានុសិស្សទាំងអស់ត្រូវទទួលបានសម្ភារៈពីមូលនិធិបញ្ញាសកលមានដូចជាសៀវភៅ1ឡូចំនួន10ក្បាលប៊ិច1គីឡូហ្នឹងចំនួន30ដើមដែលខ្មៅដៃចំនួន10ដើមបូករួមទាំងក្តារ1ហើយនឹងថវិកាចំនួន20000រៀលនៅក្នុងការចុះចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនេះគឺមានញោមអាជ្ញាធរភូមិក៏ដូចជាញោមមេឃុំហើយនឹងលោកគ្រូ
ចំនួនអាជ្ញាធរភូមិចំនួន4ភូមិបាទចំនួន4ភូមិនៅក្នុងនោះគឺរាប់តាំងញោមអាជ្ញាធរភូមិមានញោមមេឃុំជាដើមនឹងឯងហើយលោកគ្រូដែលគាត់បានចូលរួមណាអញ្ចឹងចំពោះការចូលរួមក៏ដូចជាការវត្តមានរបស់អាជ្ញាធរភូមិក៏ដូចជាលោកគ្រូញោមមេឃុំនេះអង្គខ្ញុំគណៈអាត្មាភាពក៏បានចាត់ចែងជាថវិកាដើម្បីជូនដល់គាត់ក្នុងនោះញោមមេឃុំជូនចំនួន 50000 រៀលហើយអាជ្ញាធរភូមិចំនួន 30000 រៀលហើយសម្រាប់លោកគ្រូនិងព្រះសង្ឃនៅចំនួន 2 ព្រះអង្គបានប្រគេនក៏ដូចជាជូនក្នុងមួយអង្គនិងម្នាក់នឹងចំនួន 40000 រៀលណានេះគឺជាអ្វីដែលខ្ញុំគណៈអាត្មាភាពបានចាត់ចែងនៅក្នុងមូលនិធិនៅក្នុងថ្ងៃដែលចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សទាំងអស់ហើយដូច្នេះហើយញាតិញោមដែលបានចូលរួមជាមួយមូលនិធិបញ្ញាសកលតាមរយៈបងគ្រូសត្វធម្មនីសុំបញ្ញាដើម្បីចាត់ចែងជាវនៅសម្ភារៈហ្នឹងមានឈ្មោះដូចជា1កញ្ញាពៅនិងកញ្ញានីណា$300រដ្ឋអាឡែនសហរដ្ឋអាមេរិកទី2អ្នកស្រីសេដ្ឋាមាននិងក្រុមគ្រួសារ$100រដ្ឋអាឡែនសហរដ្ឋអាមេរិកទី3ឧបាសិកាពោកែវ$100ទី4អ្នកស្រីឃីមហេង$30ទី5លោកតាព្រំចឹក$30ទី6អ្នកស្រីជីហ៊ាន$10ទី7លោករ៉ាឌីលឹមនិងក្រុមគ្រួសារ$100ទី8ឧបាសិការ៉ែនថេត$10ទី9អ្នកស្រីរ៉ាប៉ែក$20ទី10ឧបាសិកាប៊ុនសមន$10ទី11ម្ចាស់សទ្ធាកែវសំណាង$20 12លោករស់ថាច់ណា$10 13ឧបាសិការ៉ុនថេត$20 14លោកអាចារ្យយិនសវីព្រមទាំងក្រុមគ្រួសារ$10ទី15លោកយាយលុចវឿត$5 16ម្ចាស់សទ្ធាតាន់ចន្ទថា$5 17ម្ចាស់សទ្ធាឧបាសិកាអ៊ូហាងឆេងណា$40ទី18ឧបាសិកាឡែនវ៉ា$10 19អ្នកស្រីម៉ៅហ៊ុន$10 20អ្នកស្រីឡយឈុំ$10 21ម្ចាស់សទ្ធាកំលួម$20 22អ្នកស្រីវីរ៉ាណាវីរ៉ាអ៊ីន$10 23អ្នកស្រីស្វិត$5 24អ្នកស្រីមិនសុធី$10 25ម្ចាស់សទ្ធាណារីឈុំ$10 26ម្ចាស់សទ្ធាកំហ៊ុន$20 27អ្នកស្រីលឹមស៊ូគាព្រមទាំងបុត្រាបុត្រី$20 28អ្នកស្រីសុករៀម$50 29លោកមុំសម្បូរ$10 30លោកវឿន$10 31អ្នកស្រីវណ្ណារី$10 32អ្នកស្រីភួង$50ទាំងនេះគឺជាឈ្មោះរបស់ញាតិញោមដែលគាត់បានឧបត្ថម្ភគាំទ្រដល់មូលនិធិបញ្ញាសកលណាជាបច្ច័យក្នុងនោះគឺមានញាតិញោមដែលគាត់ចូលរួមជាកង់ On behalf of Panya Sakal Foundation, we would like to thank you so much, Guli Sok Apsara, 11 by 2, Tai Kamphip, 3 by 3, Phek Wong, 1 by 4, Solida, 1 by 5, Alita, 1 by 6, Bella, 1 by 7 Ranin 1 by 8 Rosalind 1 by 9 Bonari J 2 by and $100 for your generous donation out by and cash to our mission for the much needed to help poor people and support poor students of studying. May you have long life, good health, prosperity, happiness and peace. ហើយម្យ៉ាងទៀតណាមូលនិធិបញ្ញាសកលគឺមានគម្រោងក្នុងការចុះចែកសម្ភារៈដល់សិស្សានុសិស្សជាច្រើនទៀតដូច្នេះបើសិនជាបកណាម្ចាស់ញាតិញោមមានសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភគាំទ្រដល់មូលនិធិបញ្ញាសកលណាតាមរយៈអង្គខ្ញុំគណៈអាត្មាភាពដែលនៅស្រុកខ្មែរគឺអង្គខ្ញុំគណៈអាត្មាភាពគង់នៅក្នុងប៉ុស្តិ៍លេខ1វត្តបទុមរតនដីដុសក្រុងកំពង់ចាមខេត្តកំពង់ចាមឬក៏អាចទំនាក់ទំនងមកអង្គខ្ញុំគណៈអាត្មាភាពតាមរយៈលេខទូរស័ព្ទ088 25 18 935នេះគឺជាលេខរបស់អង្គខ្ញុំគណៈអាត្មាភាពផ្ទាល់ហើយម្យ៉ាងទៀតបើសិនជាបកណាម្ចាស់ញាតិញោមមានសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភគាំទ្រដល់
มูลนิธิปัญญาสกลนี่คือตามสำหรับញាតិញោមក៏ដូចជាប្រកាសណាម្ចាស់ដែលគង់នឹងរស់នៅសហរដ្ឋអាមេរិកគឺអាចទំនាក់ទំនងទៅតាមរយៈណាប្រគ្រូសត្វធម្មនិសុំបញ្ញាបានដោយព្រះអង្គគ្រូគង់នៅក្រុង Providence រដ្ឋ Rhode Island សហរដ្ឋអាមេរិកណាដោយ Facebook របស់ព្រះអង្គគ្រូមាននាមថាសត្វធម្មនិសុំបញ្ញាហើយមួយទៀតសម្រាប់ញាតិញោមដែលរស់នៅទីក្រុង Montreal ខេត្ត Quebec ប្រទេសកាណាដាញោមអាចទំនាក់ទំនងទៅញោមស្រីទាំងពីរបានដោយញោមស្រីទី1ឈ្មោះថាញោមស្រី Livot ណាគឺញោមស្រីមាន Facebook ឈ្មោះថា Wordly មួយទៀតគឺញោមបាសិកាសឿសុខុមណាដែលញោមរស់នៅក្នុងក្រុង Providence Rhode Island អធិស្ឋានដែលញោមរស់នៅក្នុងទីក្រុង Montreal ខេត្ត Quebec ប្រទេសកាណាដាដូចគ្នាហើយ Facebook របស់ញោមមានឈ្មោះថាសុខុមច័ន្ទណាដូច្នេះបើសិនជាប្រកាសណាម្ចាស់ញាតិញោមមានបំណងក៏ដូចជាមានសទ្ធាជ្រះថ្លាចង់ចូលរួមឧបត្ថម្ភដល់មូលនិធិបញ្ញាសកលក៏អាចទំនាក់ទំនងមកអង្គខ្ញុំគណៈអាត្មាភាពនេះគឺសម្រាប់ញាតិញោមដែលនៅក្នុងប្រទេសហើយសម្រាប់ញាតិញោមដែលនៅក្រៅប្រទេសអាចទំនាក់ទំនងទៅព្រះអង្គគ្រូសត្វធម្មនិសុំបញ្ញាក៏ដូចជាញាតិញោមទាំងពីរបានដោយ account Facebook អង្គខ្ញុំគណៈអាត្មាភាពបានប្រកាសរួចហើយដូច្នេះអង្គខ្ញុំគណៈអាត្មាភាពក៏សូមធ្វើ clip video តែប៉ុណ្ណេះហើយជាចុងក្រោយក៏សូមប្រគេនពរដល់ព្រះអង្គគ្រូសត្វធម្មនិសុំបញ្ញាក៏ដូចជាជូនពរដល់ញាតិញោមដែលជាម្ចាស់សទ្ធាទាំងអស់ដែលបានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនឧបត្ថម្ភដល់មូលនិធិបញ្ញាសកលដើម្បីចាត់ចែងជានូវសម្ភារៈសិក្សាចែកដល់បងប្អូនដែលជាសិស្សានុសិស្សមានការខ្វះខាតដូច្នេះអង្គខ្ញុំគណៈអាត្មាភាពក៏សូមបួងសួងទៅដល់ពពួកទេវតាទាំងឡាយនៅក្នុងចក្រវាលយើងនេះសូមជួយបីបាច់ថែរក្សាដល់ព្រះអង្គគ្រូក៏ដូចជាញាតិញោមដែលជាម្ចាស់សទ្ធាទាំងអស់ហើយសូមឲ្យជួបទៅនឹងពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសមនមោទនីហើយក៏សូមអរព្រះគុណនិងសូមអរគុណបាទចម្រើនពរញោមកណាថ្ងៃនេះស្វាភាពនិមន្តមកពីមូលនិធិបញ្ញាសកលហើយថ្ងៃនេះក៏និមន្តមកដើម្បីធ្វើកម្មវិធីគឺផ្ដល់សម្ភារៈសិក្សាក៏ដូចជាផ្ដល់នៅកង់ដល់បងប្អូនដែលមានជីវភាពខ្វះខាតហើយនៅក្នុងចំនួនព្រឹកនេះគឺអាត្មាត្រូវបកគោលឲ្យសិស្សចំនួន10គ្រឿងក៏ប៉ុន្តែបានតែ8នាក់ទេណាស្រុំទាំងអស់ទៅវា20នាក់ប៉ុន្តែអាត្មាត្រូវបាន18នាក់អញ្ចឹងនៅសល់កង់2សល់2ហើយថ្ងៃនេះអាត្មានិមន្តមកបានលើកដំណឹងថាបងអូនស្រីឈ្មោះស្រីរ៉ែនខ្ញុំបងស្រីរ៉ែនដែលគាត់មានជីវភាពខ្វះខាតហើយអញ្ចឹងចំពោះបងអូនស្រីរ៉ែនមានអាយុប្រហែលហើយ14ឆ្នាំហើយ14ឆ្នាំចារៀនថ្នាក់ទីប្រហែលថ្នាក់ទី7កណារៀននៅបល័យហើយចុះមកជួបវាយធ្វើដំណើរទៅសាលាមិនតែឌុកជាជាមួយលីកាយាយមើលជាជាមួយគេចាជាជាមួយគេហើយចុះសម្ភារៈសិក្សាអីមិនដែរគ្រប់គ្រាន់ទេមិនទៅគ្រប់គ្រាន់ប្រហែលខ្វះខាតដែរខ្វះខាតកណាហើយចុះសម្រាប់ជីវភាពគ្រួសារវិញតើបានណាជាអ្នកផ្គត់ផ្គង់អត់មានផងមានតែខ្ញុំស្រីតែឯងឪទៅមកបើអញ្ចឹងអត់អីទេដោយសារតែអាត្មាគ្រាន់តែចង់ដឹងខ្លះតែប៉ុណ្្នឹងឯងប៉ុន្តែថ្ងៃនេះมันបានត្រៀមទុកមុនហើយក៏អត់មានបានឆ្លងកាត់ការសម្ភាសដូចក្មេងគេដែរពីព្រោះក្មេងមុនអាត្មាសម្ភាសហើយបានអាត្មាបកគោលឲ្យក្រោយប៉ុន្តែបងស្រីដោយមានជីវភាពខ្វះខាតពិតប្រាកដដូច្នេះអាត្មាក៏នឹងផ្ដល់សម្ភារៈសិក្សាមានប៊ិចជាដើមប៊ិ